ពុកម៉ែបងប្អូនញោមលហុងរបស់ខ្ញុំតំណងអត់ពុកម៉ែបងប្អូននេះញោមលហុងជាមួយសាច់ជ្រូក3ជាន់នឹងកាពឹសរបស់យើងណាពុកម៉ែបងប្អូនហើយបងប្អូនបានលហុងធម្មជាតិយើងទៀតណាបងប្អូនតំណងហ៎នេះពុកម៉ែបងប្អូនមកកធន់ហ្មងណាបងប្អូនណាហើយជាមួយនឹងខ្យល់ធម្មជាតិយើងរៀងទៀតយ៉ាងណាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនទៅទស្សនាការធ្វើញោមលហុងជាមួយសុខាទាំងអស់គ្នាណាពុកម៉ែបងប្អូនព្រមទាំងការបេះបន្លែរបស់សុខាណាបងប្អូនតើពុកម៉ែបងប្អូនទៅអញ្ជើញទស្សនាវីដេអូទាំងអស់គ្នាអូយពុកម៉ែបងប្អូនតំណងឆ្ងាញ់ណាស់ណាបងប្អូនបើបានបាយទៅរត់តែឆ្ងាញ់ហ្មងជាមួយនឹងធម្មជាតិយើងខ្យល់រៀកទៀតពុកម៉ែបងប្អូនបងប្អូនអាចសាកធ្វើហូបបានឆ្ងាញ់ហ្មងនេះបងប្អូនឲ្យយើងដាក់ម្ទេសយើងយ៉ាងណាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវថ្ងៃនេះដែរសុខារៀបចំខ្លួនទៅជំនួសអាណាព្យាបាលកូនអញ្ចឹងណាពុកម៉ែបងប្អូនថ្ងៃនេះរៀបគម្រោងថាធ្វើម្ហូបពីព្រឹកតែឥឡូវអត់ទាន់បានធ្វើទេឥឡូវខ្ញុំជូនកូនប្រុសកូនស្រីខ្ញុំទៅជំនួសអាណាព្យាបាលមកព្រឹកសិនណាពុកម៉ែបងប្អូនដើម្បីគាត់ដឹងថាគាត់បានឡើងថ្នាក់អត់អញ្ចឹងណាបងប្អូនតែឥឡូវពុកម៉ែបងប្អូនខ្ញុំមកទៅសាលាផ្លិតសិនចាំមកវិញខ្ញុំថតជូនពុកម៉ែបងប្អូននៅតាមធ្វើម្ហូបរបស់ខ្ញុំណាពុកម៉ែបងប្អូនថាយើងបងប្អូនឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំថ្ងៃនេះខ្ញុំមកធ្វើញោមលហុងណាបងប្អូនតែឥឡូវមកសុំលហុងអ៊ំឥឡូវពុកម៉ែបងប្អូនខ្ញុំទៅរកបេះលហុងសិនអ៊ំផ្លែច្រើនខ្ញុំដាំអត់ទាន់បាននេះបងប្អូនលហុងអ៊ំពុកម៉ែបងប្អូននេះលហុងឲ្យផ្លែច្រើនណានិយាយទៅដៃយើងមួយដល់ហ្មងអញ្ចឹងខ្ញុំរកមើលលហុងសិនមើលផ្លែណាមកល្មម2ផ្លែនេះបងប្អូនអើយយើងមួយដល់ហើយខ្ញុំទំដាំបាន2ដើមអត់ទាន់ផ្លែឥឡូវថ្ងៃនេះពុកម៉ែបងប្អូននេះខ្ញុំមកបេះលហុងផ្ទះអ៊ំបាន2ផ្លែយកទៅធ្វើញោមលហុងយើងហូបពុកម៉ែបងប្អូនហើយបងប្អូននេះអ៊ំខ្ញុំនៅផ្ទះបកាយកាហ្វេកប៉ុកដាំនេះដាំនោះច្រើនហ្មងជុំវិញផ្ទះនេះបងប្អូននេះអ៊ំដាំហើយខ្ញុំដាំដល់អត់ទាន់បានឥឡូវមករកសុំលហុងអ៊ំទៅដាំសិននេះពុកម៉ែបងប្អូននេះលហុងអ៊ំខ្ញុំតែលហុងនេះយើងអត់បេះទេបងប្អូនតែកាលណាបេះលហុងទុំទៅអត់ផ្អែមទេអញ្ចឹងយើងទុកម្ដងហ្នឹងសម្រាប់ឲ្យទុំហ្មងបងប្អូនដើមណាសម្រាប់យើងបេះស្លដូចដើមនោះអញ្ចឹងយើងសម្រាប់បេះស្លអញ្ចឹងយើងសម្រាប់បេះស្លយើងនឹងទៅបេះហ្មងតែបើថាដើមនេះយើងចង់ទុកទុំយើងកុំបេះណាបងប្អូននេះហើយបងប្អូនមើលផ្លាំងនេះតាំងពីធំគល់រហូតដល់ចុងឥឡូវបន្តទៀតហើយចាំមើលពេលអ៊ំខ្ញុំគាត់ទុំចាំមើលខ្ញុំឲ្យគាត់ទុកគាត់បន្តដាំដែរអញ្ចឹងពុកម៉ែបងប្អូនតើបងប្អូនខ្ញុំរកទៅធ្វើញោមយើងសិនពុកម៉ែបងប្អូនពីមុននៅមុខផ្ទះខ្ញុំមានស្លឹកគ្រៃឥឡូវនេះបងប្អូនយើងដាក់លូស្អាតយើងទៅឥឡូវបងប្អូនថ្លៃខ្ញុំគេដាក់ម៉ាស៊ីនចម្រោះទឹកឥឡូវកូនខ្ញុំនឹងក្មួយខ្ញុំគាត់កំពុងទៅច្របាច់ទឹកបងប្អូនងាយស្រួលពិបាកទៅដូរទឹកណាទៀតឥឡូវខ្ញុំមុខផ្ទះហ្មងតាំងបងប្អូនទៅមើលគាត់ឥឡូវនេះពុកម៉ែបងប្អូននេះបន្លែនៅមុខផ្ទះមិត្តភក្តិខ្ញុំជានីដីដូចខ្ញុំសាមុនដែរបងប្អូនតែឥឡូវខ្ញុំដាក់លូហើយតំណាំគាត់មុខផ្ទះបងប្អូន
ម៉ោងសិស្សសាលាគាត់ចេញពីរៀនហើយបងប្អូនហើយចិត្តខ្ញុំឥឡូវក៏ពេលធ្វើតេស្តជួលដែរនេះបងប្អូននេះតូបថ្មីរបស់ខ្ញុំតែខ្ញុំមិនទាន់បានមកបើកទេណាបងប្អូននេះឥឡូវមកផ្ទះខ្ញុំមានសាលាជាងមុនតិចអញ្ចឹងណាពុកម៉ែបងប្អូននេះឥឡូវនេះដែរសុខាមកពីជំនួបបណ្ណាព្យាបាលកូនរីករាល់ហើយណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយក៏បានទៅផ្សំបន្លែហើយនឹងទិញគ្រឿងក្រូចខ្លះដើម្បីយកមកធ្វើញាំល្ហុងរបស់យើងណាពុកម៉ែបងប្អូនឥឡូវនេះនាំអារម្មណ៍ពុកម៉ែបងប្អូនខ្ញុំនាំពុកម៉ែបងប្អូនទៅលាងបន្លែសិនណាពុកម៉ែបងប្អូនឥឡូវនេះខ្ញុំបានបន្លែហើយខ្ញុំទៅរកលាងបន្លែសិនបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមមកលាងបន្លែយើងបន្លែសិនណាពុកម៉ែបងប្អូនហើយឥឡូវដែរបងប្អូនរៀងថ្ងៃបន្តិចហើយដោយសារខ្ញុំវឹកមិញហ្នឹងឥឡូវជូនកូនខ្ញុំទៅជំនួបបណ្ណាព្យាបាលហើយពីរនាក់បងប្អូនតាំងវេនព្រឹកតាំងវេនថ្ងៃអញ្ចឹងឡើង4កន្លែងអញ្ចឹងមកវិញទិញបន្លែផ្សំបន្លែទៀតរៀងយូរបងប្អូនឥឡូវបងប្អូនខ្ញុំចាប់ផ្ដើមយកគ្រឿងក្រូចទាំងអស់យកមកលាងហើយសិនចាំយើងទៅធ្វើគ្រឿងទៀតបងប្អូននេះល្ហុងបងប្អូនខ្ញុំទៅមកចុះអមខ្ញុំហ៎នេះគ្រឿងរបស់យើងទៀតយើងដាក់គ្រឿងបន្លែជាមួយគ្នាហើយអញ្ចឹងបងប្អូនលាងទឹកឲ្យស្អាតខ្ញុំពីម្សិលបងប្អូនទៅផ្ទះអ៊ំហ្មងដល់ពេលឃើញគាត់ឃើញល្ហុងគាត់ផ្លាយច្រើនទៅអត់ដឹងធ្វើអីហូបបងប្អូនខ្ញុំក៏ចាប់ផ្ដើមមកធ្វើញាំល្ហុងហ្មងនឹកឃើញពុកធ្វើហូបហ្នឹងឥឡូវឃ្លានហើយមកច្រើនជាងហ្នឹងតិចទៅនេះបងប្អូនឲ្យដល់ស្ដាយដីទៀតណាបងប្អូនយើងចាប់តាមលាងឲ្យស្អាតអស់ណាទាំងខ្ទឹមសខ្ទឹមក្រហមក៏ខ្ញុំលាងដែរព្រោះដោយសារគេដាក់នឹងកញ្ឆេងណាដូចយើងនេះគេប្រឡាក់ដីប្រឡាក់អីយើងលាងតាមហ្នឹងមកបងប្អូនខ្ញុំលាងពីទឹកបងប្អូនរួចហើយខ្ញុំលាងទឹកទៀតបងប្អូនទៅខ្ញុំថតជូនពុកម៉ែបងប្អូនមកទឹកលាងសិនទៅតែយើងលាងពីទឹកបងប្អូនបានអស់ទៅស្អាតណាបងប្អូនឥឡូវបងប្អូននេះបន្លែរបស់ខ្ញុំបានលាងរួចរាល់យើងចាប់តាមទៅរៀបចំសិនពុកម៉ែបងប្អូនតោះយើងទៅកន្លែងយើងធ្វើម្ហូបវិញតែឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំលាងបន្លែរួចរាល់ហើយខ្ញុំចាប់តាមមកលាងសាច់ជ្រូករបស់យើងណាបងប្អូនខ្ញុំយកកញ្ឆេ3ជាន់ហើយក្មួយស្រីខ្ញុំក៏ដើរជួយសើចចំណាំសើចអីបងប្អូនហើយយើងលាងកញ្ឆេយើងទុកចោលនៅសាំសិនហើយយើងចាប់តាមមកលាងកពើរបស់យើងដែរបងប្អូនកពើថ្ងៃនេះខ្ញុំទិញមកចំនួន2ខាំធំល្អនេះបងប្អូនយកមកលាងទឹកតាមដូចគ្នាណាពុកម៉ែបងប្អូនយើងប្រើទឹកច្រើននេះទៅដើម្បីឲ្យអស់ទឹកកពើហើយបងប្អូនញាំរបស់យើងអត់ប្រើកពើឬថាអត់ត្រូវជាតិអីមួយយ៉ាងយើងទៅតែមានកពើតែមិនដែរពី3តូបដែរបងប្អូនបានឃើញនៅ1តូបកុំអីហ្នឹងអត់មានកពើទៀតគាត់តែឃើញល្ហុងព្រាមបងប្អូនគាត់តែទៅផ្ទះអ៊ំហ្នឹងឃើញល្ហុងគាត់ព្រាមនឹកឃើញចង់ញាំល្ហុងហ្មងហើយបងប្អូនល្ហុងយើងធម្មជាតិចឹងបើមិនជាយើងស្លោខួរក្តាមទៀតបងប្អូនចាំមើលថ្ងៃណាតលាខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅជីកក្តាមជាមួយខ្ញុំយកមកស្លល្ហុងទៀតតែបងប្អូនខ្ញុំចាប់ផ្ដើមលាងសាច់ហើយនឹងកពើរបស់ខ្ញុំរួចរាល់ហើយយើងចាប់ផ្ដើមយកទៅដាក់ស្រួយនឹងស្ងោរសាច់ជ្រូកសិនណាពុកម៉ែបងប្អូនតែឥឡូវពុកម៉ែបងប្អូនខ្ញុំឲ្យកូនខ្ញុំជួយបេះស្លឹកជីគ្រប់មុខសិនបងប្អូនអាណាស្លឹកក្រហមបេះចេញនេះកូនអញ្ចឹងខ្ញុំបន្ទាប់មកបានខ្ញុំចាប់ផ្ដើមមកចិត្តហុងរបស់យើងសិនបងប្អូនណាខ្ញុំហៅក្បាត់មុខ2សិនបងប្អូនណាឃើញក្បាត់មុខ2អត់កូនហើយបងប្អូននេះក្បាត់មុខ2នៅចិត្តដៃបងប្អូនរមើលឃើញនេះយើងចាប់ផ្ដើមមកចិត្តល្ហុងសិនហើយចាំយើងយកទៅលាងទឹកម្សៅទៀតបងប្អូននេះទៅថ្ងៃនេះយើងធ្វើញាំល្ហុងសាច់ជ្រូកកពឹសរបស់យើងណាបងប្អូន
ហើយក៏ទៅប្រើម្ទេសហើយជីគ្រប់មុខក៏មានច្រើនដែរកុំអីហ្នឹងរហូតនឹកម្ហូបអត់តាន់ឃើញបងប្អូនប៉ុន្តែដោយសារឃើញលហុងអ៊ំខ្ញុំនិយាយហើយទៀតហ្នឹងណាដោយសារឃើញលហុងអ៊ំហ្នឹងទៅបាននឹកឃើញម្ហូបភ្លាមហ្មងចាឥឡូវពុកម៉ែបងប្អូនខ្ញុំចិត្តលហុងរួចរាល់ហើយខ្ញុំឲ្យក្មួយខ្ញុំនិងកូនខ្ញុំគាត់ចាប់ផ្ដើមមកបេះជីយើងណាបងប្អូនបានយើងចាប់ផ្ដើមរៀបចំគ្រឿងបន្តទៀតពុកម៉ែបងប្អូនហើយបងប្អូនមេឃនេះចាប់ផ្ដើមបើកថ្ងៃតែគាត់មានខ្យល់មានអីខ្លះបងប្អូននេះហើយបងប្អូនឥឡូវខ្ញុំរៀបចំកន្លែងដាំបាយធ្វើម្ហូបខ្ញុំសាថ្មីម្សាទៀតបងប្អូនស្រួលយើងកុំឲ្យទៅក្រុមបាក់ឡើងចុះបងប្អូនតែឥឡូវបងឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះដែរសុខហើយចាប់ផ្ដើមមកបកខ្ទឹមបកអីយើងឲ្យរួចរាល់សិនអញ្ចឹងណាពុកម៉ែបងប្អូនយើងធ្វើគ្រឿងក្រៅបដាឲ្យបងប្អូនរួចរាល់ចាំខ្ញុំបង្ហាញគ្រឿងពុកម៉ែបងប្អូនសរុបហ្មងអញ្ចឹងណានេះពុកម៉ែបងប្អូនយើងបកខ្ទឹមឲ្យអស់ស្រកអញ្ចឹងមកខ្ទឹមសខ្ទឹមក្រហមរបស់យើងពុកម៉ែបងប្អូននោះខាងក្រោយខ្ញុំនោះខ្ញុំរៀបចំផ្កាយវិញទៅនៅខាងក្រោយវិញណាបងប្អូនដើម្បីឲ្យយើងមើលទៅស្រស់ស្រាយអញ្ចឹងណាចាំគ្រឿងធ្វើញាំលហុងណាពុកម៉ែបងប្អូនហើយបងប្អូនស្រឡាញ់ជួយចិត្តសុខាសូមជួយចុច like subscribe ដែលមានឈ្មោះថាសុខាខ្មែរcooking ណាពុកម៉ែបងប្អូនដើម្បីចូលមើលក្នុង YouTube ពេញអញ្ចឹងណាពុកម៉ែបងប្អូនតើឥឡូវបងប្អូននេះគ្រឿងផ្សំរបស់ខ្ញុំងាយធ្វើទេពុកម៉ែបងប្អូននេះបងប្អូនលហុងរបស់ខ្ញុំខ្ញុំទៅបេះទឹកមិញបងប្អូនមានលហុងរបស់យើងនេះដែរចំនួន2ផ្លាំងហើយបងប្អូនមានម្ទេសខ្ទឹមសសណ្តែកដីក្រូចឆ្មាខ្ទឹមក្រហមហើយនឹងជីគ្រប់មុខរបស់យើងបងប្អូនហើយខ្ញុំមានជាសាច់ជ្រូក3ជាន់ហើយនឹងកំពឹសរបស់យើងបងប្អូនណាហើយគ្រឿងរបស់យើងមានតាមនេះបងប្អូនមានអំបិលស្ករប៊ីចេងខ្ញុំបានរៀបដាក់ចានទេបងប្អូនគ្រឿងយើងនៅក្បែរដៃអញ្ចឹងស្រាប់បងប្អូនតោះអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនទៅទស្សនាពីការធ្វើរបស់សុខាទាំងអស់គ្នាណាពុកម៉ែបងប្អូនតើឥឡូវបងប្អូនខ្ញុំមកបង្កាត់ភ្លើងយើងដើម្បីដាក់សាច់ជ្រូកស្ងោរមុនសិនណាបងប្អូនចាំយើងមកធ្វើបលាំងហើយដោយសារសាច់ជ្រូកយើងត្រូវការឲ្យវាផុយដែរអញ្ចឹងណាបងប្អូនហើយបន្ទាប់មកបានយើងយកកំពឹសយកអីមកស្រោះដែរបងប្អូននិយាយទៅសាច់នឹងកំពឹសយើងត្រូវការឆ្អិនដែរអញ្ចឹងណាបងប្អូនដើម្បីយើងយកមកញ៉ាំហើយបងប្អូនថ្ងៃនេះដែរវាក្រានរបស់ខ្ញុំដាក់តុកយ៉ាងមកលើយើងស្រួលហើយបងប្អូនយកឲ្យបបាក់ឡើងចុះទេហើយខ្ញុំឆ្នៃម្ដងបន្តិចទេបងប្អូនអត់ទាន់បានស្អាតល្អទេឥឡូវខ្ញុំមកដាក់ភ្លើងយើងសិនបងប្អូនដល់ពេលដាក់នៅខាងក្រោមមានខ្យល់ដល់មកដាក់នៅលើយ៉ាទៅមានខ្យល់វិញអញ្ចឹងខ្ញុំអត់ពិបាកចុះឲ្យបងប្អូនយើងស្លតិចតួចបានយើងអាចប្រើនៅលើហ្នឹងចាំពេលណាដែលយើងធ្វើអីយើងស្ងោរច្រើនអាហ្នឹងចាំយើងដាក់ជាក្រាននៅខាងក្រោមវិញបងប្អូនឥឡូវខ្ញុំបង្កាត់ភ្លើងឆេះហើយបងប្អូនណាគ្រឿងខ្ញុំដាក់ទឹកយើងចូលសិនពុកម៉ែបងប្អូនយើងស្ងោរសាច់ឲ្យឆ្អិនសិនបងប្អូនខ្ញុំចាប់ផ្ដើមយកសាច់ជ្រូករបស់យើងណាបងប្អូននេះពុកម៉ែបងប្អូនសាច់ជ្រូកនេះខ្ញុំដាក់ស្ងោរទាំងអស់ហ្មងបងប្អូននេះខ្ញុំដាក់ស្ងោរយ៉ាងទៅបងប្អូនហើយបន្ទាប់មកយើងអំបិលដាក់ជាមួយនឹងអំបិលចូលបន្តិចមកណាពុកម៉ែបងប្អូននេះយើងដាក់អំបិលចូលតិចហ្នឹងទៅយើងគ្របទុកសិនពុកម៉ែបងប្អូនដើម្បីយើងទៅធ្វើគ្រឿងផ្សេងទៀតណាពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនយើងលាងតិចមកនេះបងប្អូននៅជាដៃស្រោចចំណាំយ៉ាងមកនេះលឹកជីអំបងរបស់យើងបងប្អូនយើងមានចិត្តដៃយើងទៅតាមបងប្អូនរួចរាល់ហើយខ្ញុំទៅរកចិត្តលហុងដាក់យើងសិនហើយមេឃបងប្អូនរៀងក្តៅទៀតហើយគាត់បានខ្យល់ហិតយកហ្នឹងនេះនៅក្រោមលុបឈើបងប្អូនកន្លែងខ្លះត្រជាក់កន្លែងខ្លះក្តៅ
តើឥឡូវបងប្អូនបន្ទាប់ពីខ្ញុំដាក់ស្ងោរសាច់ជ្រូកហើយខ្ញុំចាប់ផ្ដើមមកចិត្តល្ហុងរបស់យើងបងប្អូនអញ្ចឹងខ្ញុំយកល្ហុងអាធំនេះសិនចង់ដឹងថាមួយហ្នឹងយើងគ្រាន់អត់អញ្ចឹងបងប្អូនអញ្ចឹងយើងយកល្ហុងយើងមកចិត្តជាតសៃណាពុកម៉ែបងប្អូននេះបងប្អូនចិត្តស្រាងតសៃមកអូបងប្អូននេះជ័យហ្មងណាអត់ទាន់ស្គាល់បងប្អូនឆូតឲ្យតសៃអញ្ចឹងមកជាប់ហើយហើយបងប្អូនមេឃក៏រៀងបានថ្ងៃបដាសំណាងដែលបានខ្យល់លហើយបើសិនជាមេឃក្តៅយ៉ាងហើយខ្យល់អត់មានខ្យល់ទៀតចាប់បងប្អូនតែបងប្អូនមើលលឺចូលចម្លែកនេះបងប្អូននេះខ្យល់ហើយវឹងហ្មងណាតើឥឡូវពុកម៉ែបងប្អូនល្ហុងរបស់ខ្ញុំបានចិត្តជាតសៃរួចរាល់ណាពុកម៉ែបងប្អូននេះល្ហុងរបស់ខ្ញុំរួចរាល់ហើយតែពេលល្ហុងរីករាល់អញ្ចឹងបងប្អូនខ្ញុំចាប់ផ្ដើមរោយអំបិលតិចសិនដើម្បីយើងច្របាច់ឲ្យវារៀងទន់តិចណាបងប្អូនដើម្បីឲ្យក៏ឲ្យអស់ជ័រដែរយើងលាងហើយម្សៅបងប្អូនប៉ុន្តែដល់ពេលយើងចិត្តហើយវានៅមានលក្ខណៈជ័រទៀតអញ្ចឹងណាបងប្អូនណាអញ្ចឹងខ្ញុំចាប់ផ្ដើមអំបិលតិចមកច្របាច់សិនហើយបងប្អូនខ្ញុំដាក់អំបិលយើងមកល្មមដែរទេបងប្អូននេះយើងដាក់មកច្របាច់ឲ្យល្ហុងយើងចេញជ័រផងហើយនឹងទន់ដែរអញ្ចឹងណានេះបងប្អូននិយាយទៅបងប្អូនសុខាសុំប្រើដៃទៀតហើយលាងស្អាតហើយឥឡូវបងប្អូនយើងមកច្របាច់ជាមួយល្ហុងយើងជាមួយនឹងអំបិលរបស់យើងអញ្ចឹងបងប្អូនឲ្យរៀងទន់អញ្ចឹងទៅចាំយើងយកទៅលាងមួយទឹកពីរទឹកម្សាទៀតបងប្អូនដើម្បីឲ្យល្ហុងយើងទន់ហើយនឹងចេញជ័រល្ហុងបងប្អូនហើយកូនស្រីខ្ញុំគេមរុញភ្លើងបងប្អូនស្ងោរសាច់ជ្រូកបដាហើយស្អានសាច់ជ្រូកហើយចាំខ្ញុំយកកាពឹសយើងទៅស្រោះដែរណាបងប្អូនបងប្អូនយើងច្របាច់ចូលឡើងល្ហុងយើងក៏ចាប់ដើមរៀងទន់ដែរបងប្អូនហើយយើងចិត្តរៀងតសៃអញ្ចឹងណាបងប្អូនទន់ល្មើយហ្មងណារឹងភ្លើងកូនដាក់អស់ថែមហើយកូនស្រីខ្ញុំជួយមើលភ្លើងបងប្អូនមើលភ្លើងកាលណាដែលមើលអត់ជាប់ទេអាលុតបាត់ទៀតបាក់បកាត់ហើយដោយសារមេខ្យល់ផងបងប្អូនហើយល្ហុងយើងចាប់ដើមទន់បដាពុកម៉ែបងប្អូនតើឥឡូវពុកម៉ែបងប្អូនល្ហុងរបស់ខ្ញុំនេះច្របាច់ទន់ហើយខ្ញុំយកទៅលាងទឹកសិនបងប្អូនហើយខ្ញុំលាងលើក្រែហ្មងបងប្អូននេះទឹកខ្ញុំដាក់ធុងមកចាំមកនេះបងប្អូនលាងល្ហុងពី3ទឹកហ្នឹងណាបងប្អូនមកខ្ញុំលាងចំហៀងនេះទេបងប្អូនមកលាងយ៉ាងទៅស្រួលយើងចាក់ទឹកចោលអញ្ចឹងបងប្អូនហើយលាងបងប្អូនច្របាច់ទៅល្ហុងយើងឡើងទន់ល្មើយហ្មងបងប្អូនយ៉ាងទៅហើយយើងមកទឹកនេះពីរទឹកទៀតយ៉ាងទៅមកបងប្អូននេះបងប្អូនខ្ញុំចាប់ដើមលាងមកទឹកទៀតហើយនេះបងប្អូនអញ្ចឹងល្ហុងយើងនេះចាប់ដើមទន់ល្មើយហើយជាប់ទៅរៀងអស់ហើយបងប្អូនយើងទុកទឹកសោះទឹកសិនណាពុកម៉ែបងប្អូនដើម្បីយើងទៅធ្វើគ្រឿងផ្សេងទៀតតែពុកម៉ែបងប្អូនល្ហុងយើងរីករាល់ហើយខ្ញុំយកទៅឲ្យសោះទឹកសិនតើពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំចិត្តខ្ទឹមសហើយខ្ញុំចាប់ដើមមកហាន់ម្ទេសក្រហមរបស់យើងសិនណាបងប្អូនណាខ្ញុំប្រើ3គ្រាប់សិនបងប្អូនហើយញោមនេះដែរចូលយើងប្រើម្ទេសហឹរដែរអញ្ចឹងបងប្អូនតែខ្ញុំអត់ទាន់ដាក់ច្រើនទេពេលណាដែលយើងចាប់ហូបខ្លួនឯងចាំយើងថែមម្ទេសបងប្អូនណានេះខ្ញុំដាក់មកល្មមសិនបងប្អូនដើម្បីឲ្យបានកូនក្មេងគាត់ហូបបងប្អូនចំណងអត់ខ្យល់លហៀហើយបងប្អូនកន្លែងថតរបស់ខ្ញុំមិនដែរបងប្អូនរៀបចំម្ដងបន្តិចម្ដងទីបងប្អូនដើម្បីឲ្យរៀងស្រួលអង្គុយស្រួលធ្វើម្ហូបអញ្ចឹងណាពុកម៉ែបងប្អូនហើយបន្ទាប់មកបងប្អូនខ្ញុំចាប់ផ្ដើមមកហាន់ជាមួយនឹងក្រូចឆ្មារបស់យើងដែរខ្ញុំហាន់2ផ្លែសិនបងប្អូនចាំពេលដែលយើងភ្លក់ទៅអត់ស្ទើជូរស្ទើអីកន្លែងណាចាំយើងហាន់បន្ថែមទៀតណាបងប្អូនយើងហាន់ម្ដងយើងមក
នេះបងប្អូនខ្ញុំប្រើក្រូចឆ្មាពីរផ្លែយើងសិនហើយបងប្អូននេះសណ្តែកដីរបស់ខ្ញុំចាប់តាមយកសណ្តែកដីមកបុកបងប្អូនបន្ទាប់ពីខ្ញុំធ្វើគ្រឿងរួចរាល់ហើយខ្ញុំចាប់តាមយកសណ្តែកដីរបស់ខ្ញុំនេះយកមកគ្រាន់តែទុបតិចតិចបងប្អូនកុំឲ្យបែកខ្មាត់ពេកណាបងប្អូនណាខ្ញុំបុកតិចតិចឲ្យរឿងបែកឲ្យវាឈ្ងុយយ៉ាងនេះពុកម៉ែបងប្អូននេះយើងមិនឲ្យបែកខ្លាំងណាបងប្អូនបងប្អូនយើងអង្គុយធ្វើយ៉ាងស្រួលមួយយ៉ាងដល់ថាបងប្អូនឥឡូវមេចាប់តាមសតុំវិញហ្នឹងបងប្អូនណាមិនក្តៅខ្លាំងកុំតែបានខ្យល់ហៀវយងហ្នឹងបងប្អូនកុំឲ្យធ្វើកើតទេនិយាយទៅបងប្អូនដំណាំរបស់ខ្ញុំរៀងធម្មតាហើយបងប្អូននិយាយទៅយើងគាត់បានមកលើកអង្គុយខ្លាំងបងប្អូនឥឡូវចាប់តាមខ្ញុំដាំនៅជំនាញចឹងណាខ្លាំងធម្មតាបងប្អូនទៀតទៅមុខផ្ទះហ្នឹងអង្គុយបានលោកស្រួលហើយបងប្អូនឥឡូវសណ្តែកដីរបស់ខ្ញុំនេះដែរខ្ញុំក៏ចាប់ផ្ដើមបុករួចរាល់ហើយបងប្អូនខ្ញុំដួសអាចារ្យសិនបងប្អូនខ្ញុំឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីគ្រឿងក្រៅរបស់ខ្ញុំរួចរាល់ហើយខ្ញុំទៅរកមើលសាច់ជ្រូកខ្ញុំសិនឆ្អិននៅបងប្អូនណាខ្ញុំដាក់ចានម្ដងសិនខ្ញុំបើកមើលសិនណាបងប្អូនលើខែហ្មងបងប្អូននេះតើបងប្អូនឆ្អិននៅនេះថែមភ្លើងទៀតពុកម៉ែបងប្អូនអូសាច់ជ្រូករបស់ខ្ញុំពុះខ្ជិលហ្មងបងប្អូនខ្ញុំប្រែមើលសិនឆ្អិននៅបងប្អូនឆ្អិននេះដឹងនេះព្រោះដោយសារយើងស្ងោរយូរដែរអញ្ចឹងខ្ញុំស្រង់សិនបងប្អូនហើយបងប្អូនខ្ញុំចាប់ផ្ដើមស្រង់សាច់ជ្រូកយើងសិនយកមកទុកមកដល់ហើយបងប្អូនទឹកហ្នឹងក៏យើងបាច់ចាក់ចោលដែរព្រោះសាច់ជ្រូកស្ងោរទេអញ្ចឹងខ្ញុំយកកាពឹសយើងយកមកស្រូបបន្តទៀតបងប្អូនដាក់ចូលយ៉ាងមកបងប្អូននិយាយទៅបងប្អូននេះកាពឹសយើងដាក់យូរហើយបងប្អូនទឹកយើងពុះស្រាប់អញ្ចឹងណាយើងគ្របទុកមួយផ្លែសិនមកពុះយើងលើកហ្មងបងប្អូនបន្ទាប់ពីខ្ញុំដាក់ស្រូបកាពឹសហើយអស់អញ្ចឹងខ្ញុំយកល្ហុងយើងនេះរៀងខ្សោះទឹកហើយបងប្អូនខ្ញុំយកដាក់នឹងចូលក្នុងកធុនយើងត្រូវលាយគ្រឿងសិនណាបងប្អូនណាអញ្ចឹងខ្ញុំដាក់ចូលក្នុងកធុនយើងសិនហើយខ្ញុំទុកម្ដងខ្ញុំទៅស្រង់កាពឹសយើងសិនពុកម៉ែបងប្អូនដោយសារកាពឹសយើងអត់ស្រស់យូរហ្មងទេអញ្ចឹងខ្ញុំបន្ថយភ្លើងសិនពុកម៉ែបងប្អូនដើម្បីយើងស្រង់កាពឹសរបស់យើងដែរណាបងប្អូនល្មមកាពឹសរបស់យើងបងប្អូនខ្ញុំចាប់ដើមស្រង់កាពឹសសិនពុកម៉ែបងប្អូនក្រហមពេញឆ្នាំងហ្មងនេះមកពុះហើយខ្ញុំស្រង់សិនបងប្អូនតើឥឡូវពុកម៉ែបងប្អូនកាពឹសរបស់ខ្ញុំនេះខ្ញុំបានស្រស់ឆ្អិនហើយអញ្ចឹងខ្ញុំចាប់ដើមមកកាត់អាព្រុយវាហ្នឹងបងប្អូនសម្រាប់ហ្មងដោយសារមិញខ្ញុំអត់បានកាត់ពេលដែលយើងនៅឆៅបងប្អូនណាយើងខ្ញុំមកកាត់យ៉ាងទៅពីបងប្អូនយើងកាត់កន្លែងណាស្រួយរបស់វាចេញតិចណាបងប្អូនកាត់ឲ្យអស់យ៉ាងទៅនិយាយទៅពុកម៉ែបងប្អូនកាពឹសយើងធំដែរទេយើងចាំស្រស់ឆ្អិនកាត់ក៏បានដែរនិយាយទៅយើងកាត់មុនក៏បានយើងកាត់ក្រោយក៏បានដូចតែគ្នាទេបងប្អូនតែណាមើលកាពឹសយើងអត់ពិបាករើសទេធំពុកម៉ែបងប្អូនឥឡូវនេះខ្ញុំកាពឹសខ្ញុំស្រស់រួចហើយខ្ញុំក៏ចាប់ផ្ដើមមកហាន់ជាមួយនឹងសាច់ជ្រូកយើងសិនណាបងប្អូននេះអូយបងប្អូនស្អុយល្អយើងស្ងោរយូរដែរបងប្អូននេះអូឡើងអត់មានឈាមកដាលទេបងប្អូនព្រោះហើយបងប្អូនហាន់ឲ្យល្អអញ្ចឹងណានេះខ្ញុំហាន់ប្រទះយើងសិនណាបងប្អូនចាំយើងហាន់ជាពីរទៀតបងប្អូនញោមនឹងដែរតើតើយើងយកជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងណាបងប្អូនបានឆ្ងាញ់និយាយទៅយើងយកជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងដែរបងប្អូនបានចូលជាតិឆ្ងាញ់អញ្ចឹងណាហើយបងប្អូនបន្ទាប់មកយើងហាន់ជាចំណិតល្អិតមកងាយស្រួលយើងយកទៅញោមពុកម៉ែបងប្អូនហើយត្រូវនឹងមេឃយើងលហើយអញ្ចឹងទៀតណាបងប្អូនញោមហើយសម្រងបងប្អូននេះគ្រាន់តែហាន់ជាជ្រូកហើយឃ្លានហ្មងណានេះបងប្អូនខ្ញុំហាន់ជាប្រទះអញ្ចឹងណាបងប្អូននេះ
ចាឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវញាំរបស់ខ្ញុំនេះក៏ចាប់ផ្ដើមយើងធ្វើគ្រឿងរួចរាល់បងប្អូននៅតែយើងដាក់ញាំណាបងប្អូនឥឡូវអញ្ជើញពុកម៉ែបងប្អូនមកមើលពីការញាំរបស់ខ្ញុំទាំងអស់គ្នាណាពុកម៉ែបងប្អូនតោះឥឡូវបងប្អូនឥឡូវញាំល្ហុងរបស់ខ្ញុំនេះខ្ញុំបានចាប់បាច់អំបិលហើយលាងទឹកស្អាតអស់ហើយបងប្អូនឥឡូវនេះដែរល្ហុងរបស់ខ្ញុំនេះខ្ញុំទៅសុកឲ្យខ្សោះទឹកអស់ណាពុកម៉ែបងប្អូននេះខ្សោះទឹកអស់ហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលអញ្ចឹងបងប្អូននេះបងប្អូនយើងដាក់សាច់ជ្រូកក៏ព្រោះយើងចូលអញ្ចឹងណាបងប្អូនណាឥឡូវពុកម៉ែបងប្អូនកំពឹសនឹងខ្ញុំសាច់ជ្រូកហើយបងប្អូនហើយបងប្អូនសុខាភ្លេចស្រោមដៃទៀតហើយអូយញៀនសុខាដល់កហើយបងប្អូនអើយហើយខ្ញុំដាក់អញ្ចឹងហើយបងប្អូនបន្ទាប់មកបាទខ្ញុំយកគ្រឿងខ្ទឹមសខ្ទឹមក្រហមខ្ញុំដាក់ជាមួយគ្នាបងប្អូននេះបងប្អូនដាក់អញ្ចឹងមកហើយបន្ទាប់មកនេះបងប្អូនម្ទេសរបស់យើងដែរបងប្អូនតំណងហើយបងប្អូនតំណងអត់បងប្អូននេះអូយជាមួយនឹងខ្យល់ធម្មជាតិយើងរៀបនេះណាអញ្ចឹងក្រូចឆ្មាខ្ញុំអត់ទាន់ដាក់ឲ្យបងប្អូនអញ្ចឹងខ្ញុំដាក់ជាមួយស្លឹកជីរបស់យើងសិននេះបងប្អូននេះស្លឹកជីគ្រប់មុខណានេះបងប្អូនស្លឹកជីគ្រប់មុខយ៉ាងមកបន្ទាប់មកពុកម៉ែបងប្អូនលាយជាមួយនឹងគ្រឿងរបស់យើងអើយបងប្អូនខ្យល់ពុកម៉ែបងប្អូនខ្យល់ពេកចាដល់ពេលអញ្ចឹងទៅចង់ប៉ាំងជាមួយនឹងនេះរបស់យើងនេះអញ្ចឹងបងប្អូនខ្ញុំចាប់តាមមកដាក់ជាមួយនឹងគ្រឿងរបស់យើងសិនយល់ពីទីសិនបងប្អូនអញ្ចឹងខ្ញុំមកដាក់ជាមួយនឹងប៊ីចេងរបស់យើងពុកម៉ែបងប្អូនប៊ីចេងដាក់សិនអញ្ចឹងណាខ្ញុំអត់មានរៀបដាក់ចានទេបងប្អូនខ្ញុំយកគ្រឿងមកដាក់អញ្ចឹងហ្មងអញ្ចឹងខ្ញុំប្រើប៊ីចេងខ្ញុំកន្លះល្ព្រាបាយដែរបងប្អូនយើងដាក់គ្រឿងនៅចិត្តដៃអញ្ចឹងណាពុកម៉ែបងប្អូនងាយស្រួលហ្មងគ្រឿងរបស់ខ្ញុំបងប្អូនខ្ញុំរៀបនៅចិត្តដៃអញ្ចឹងណាដាក់តាមចូលចិត្តបងប្អូនហ្នឹងទៅហើយស្ករនេះដែរបងប្អូនដាក់តាមចំណូលចិត្តបងប្អូនអញ្ចឹងដំបូងខ្ញុំដាក់ពីល្ព្រាបាយកន្លះសិនចាំយើងស្ទើអីវ៉ាន់ចាំយើងថែមតាមក្រោយបងប្អូនយើងនិយាយអញ្ចឹងស្រួលហើយបងប្អូននេះជាមួយនឹងទឹកត្រីរបស់ខ្ញុំដែរនេះទឹកត្រីរបស់ខ្ញុំដាក់ចូលយ៉ាងណាបងប្អូនយើងលៃដូចយើងស្លរាល់ថ្ងៃអញ្ចឹងបងប្អូនមិនមែនថាយើងស្មាននេះយើងលៃមកល្មមថារសជាតិដែលយើងទទួលយកបានអញ្ចឹងនេះបងប្អូនខ្ញុំដាក់អញ្ចឹងរួចរាល់ហើយខ្ញុំចាប់ផ្ដើមច្របាច់ជាមួយនឹងក្រូចឆ្មារបស់យើងសិនបងប្អូននេះក្រូចឆ្មារបស់យើងណាបងប្អូនណាចាំទៀតទាំងយើងច្រវាល់អញ្ចឹងណាឥឡូវបងប្អូនខ្ញុំច្របាច់ក្រូចឆ្មាយើងសិនយើងអត់ប្រើទឹកខ្មេះទេបងប្អូនយើងប្រើក្រូចឆ្មាហ្មងណាដាក់សណ្តែកដីយើងចូលនិយាយរួមខ្ញុំដាក់ម្សៅរួចរាល់អញ្ចឹងណាបងប្អូនដើម្បីងាយស្រួលយើងដាក់ឲ្យយើងច្បល់មួយយើងភ្លក់ហ្មងអញ្ចឹងពុកម៉ែបងប្អូនខ្ញុំចាប់តាមច្បល់ខ្ញុំមកពាក់សង់យើងវិញហើយអូយបងប្អូនរាល់ថ្ងៃមួយថ្ងៃជាមួយថ្ងៃជីកាត់តុកអ្នកលក់រហូតតែស្រោមដៃញាំរបស់ខ្ញុំនេះខ្ញុំដាក់រួចរាល់ហើយពុកម៉ែបងប្អូនឥឡូវគ្រឿងរបស់ខ្ញុំនេះចាប់តាមរួចរាល់បងប្អូននេះដាក់រួចរាល់ហើយណាបងប្អូនគ្រប់គ្រឿងហ្មងហើយយើងច្បល់សិនខ្វះខាតដល់ណាចាំយើងថែមតាមក្រោយណាពុកម៉ែបងប្អូនហើយនេះបងប្អូនខ្ញុំចាប់ដើមមករៀបចានយើងឲ្យស្រួលបួលសិនហើយបងប្អូននេះថង់ស្អាតរបស់យើងទេគ្រាន់ថាសុខាភ្លេចស្រោមដៃរហូតហ្មងជីកាត់តុកអ្នកលក់រហូតបងប្អូនតែអត់ដែលនឹកឃើញតែពេលធ្វើម្ហូបហ្មងបានយើងនឹកឃើញបងប្អូនបងប្អូនយើងប្រើដៃអញ្ចឹងណាអូយបងប្អូននេះយើងច្បល់ឲ្យចូលជាតិអញ្ចឹងណាបងប្អូនជីគ្រប់មុខរបស់យើងកំពុះសាច់ជ្រូកយើងម្ទេសយើងអីវ៉ាន់នេះបងប្អូនបងប្អូនអើយនេះច្បល់ចូលគ្នាឲ្យសព្វបងប្អូនណាហើយទឹកគ្រឿងរបស់យើងចាប់បានចេញបដាតែយើងអត់ទាន់ដឹងថាល្មមអត់ទេបងប្អូនតែយើងច្របាច់ឲ្យចូលជាតិសិនចាំយើងភ្លក់មើលណាបងប្អូនទីទៅបងប្អូនណាហើយល្ហុងកាលណាដែលបងប្អូនធ្វើហ្មងយើងអត់ច្របាច់អំបិលមកតង់សិនល្ហុងយើងអត់ទន់ទេបងប្អូនហើយពេលដែលយើងច្របាច់អំបិលវាមានជាតិប្រៃនឹងល្ហុងខ្លះអញ្ចឹងហើយនឹងសាច់ខ្លះបងប្អូនយើងអត់ទាន់ប្រើច្រើនទេយើងលួចជាទឹកត្រីបន្តិចសិនណាបងប្អូនចាំពេលដែលថាខ្វះខាតអីចាំយើងថែមតាមក្រោយកាលណាដែលបងប្អូនដាក់នេះផងលោបទៅយើងអត់ដឹងថាវាប្រៃព្រោះយើងដាក់
សាច់ជ្រូកក៏យើងដាក់អំបិលបន្តិចល្ហុងក៏យើងច្របាច់អំបិលអញ្ចឹងណាឥឡូវពុកម៉ែបងប្អូនញោមរបស់ខ្ញុំរួចរាល់ហើយតែខ្ញុំសុំភ្លក់រសជាតិមើលសិនណាពុកម៉ែបងប្អូនចង់ដឹងថាល្មមអត់ស្ទើរខ្វះឡើយណាឥឡូវខ្ញុំភ្លក់សិនបងប្អូនបងប្អូនរសជាតិគ្រឿងផ្សេងល្មមតែខ្ញុំនៅស្ទើរតែក្រូចឆ្មាបន្តិចទេបងប្អូនអញ្ចឹងខ្ញុំប្រើក្រូចឆ្មាចំនួនមួយចំហៀងទៀតសិនយើងស្ទើរជូរតែបន្តិចទេបងប្អូនល្មមហ្មងខ្ញុំលួចជាមួយនឹងក្រូចឆ្មាយើងតិចទៀតបងប្អូនណាហើយថ្ងៃកាន់តែជ្រេដែរហើយនេះនិយាយរួមបងប្អូនមួយផ្លែចង់អស់ហ្មងអាហ្នឹងកាលណាដែលយើងញោមអញ្ចឹងបានជូរលះអញ្ចឹងឆ្ងាញ់ហ្មងបងប្អូនអញ្ចឹងរួចរាល់បងប្អូនខ្ញុំចាប់ដើមមកច្បល់ទៀតណាយើងដោះស្រោមដៃទៅហើយយើងច្បល់ទៅព្រាបងប្អូនតែថាយើងច្បល់ពីដំបូងហើយបងប្អូនសូមយើងភ្លក់ម្សៅទៀតណាពុកម៉ែបងប្អូនវាជាមិនដែរឥឡូវខ្ញុំដាក់ជាមួយនឹងកំពឹសរបស់យើងសិនល្មមហ្មងពុកម៉ែបងប្អូនល្មមហ្មងបងប្អូនខ្ញុំចាប់ដើមយកទៅរៀបដាក់ចានយើងសិនម៉ែបងប្អូនខ្ញុំដួសល្ហុងមករៀបដាក់ថាសយើងសិនណាពុកម៉ែបងប្អូនដើម្បីយើងយកទៅហូបអញ្ចឹងណាបងប្អូនខ្ញុំអត់ដាក់ចូលគ្នាមកយើងអត់ហូបគីឡូទេដោយសារយើងត្រូវឲ្យពុកម៉ែភាសាដឹងពីបងប្អូនខ្ញុំចាប់ដើមរៀបមកល្មមដាក់ថាសយើងមកពុកម៉ែបងប្អូនញោមល្ហុងរបស់ខ្ញុំរៀបរាល់ហើយពុកម៉ែបងប្អូនតំណងអត់នេះបងប្អូននេះអូយមកទេសឡើងក្រហមហើយឆ្ងាញ់ហ្មងណាឆ្ងាញ់ណាបងប្អូនចាឥឡូវសួស្តីពុកម៉ែបងប្អូនអញ្ជើញពុកម៉ែបងប្អូនមកហូបបាយជាមួយនឹងសិក្សាទាំងអស់គ្នាណាពុកម៉ែបងប្អូននេះជាមួយកូនខ្ញុំក្មួយខ្ញុំហើយកូនប្រុសខ្ញុំថ្ងៃហ្នឹងគាត់អត់បានមកទេគាត់នៅផ្ទះជាមួយយាយគាត់ហើយបងប្អូនខ្ញុំមិនភ្លក់ឆ្ងាញ់ណាបងប្អូនអើយខានហូបយូរឥឡូវកូនស្រីខ្ញុំកំពុងតែនេះបងប្អូននេះអូយខ្ញុំល្ហុងរបស់យើងជាមួយនឹងកាពឹសជើង3ជាន់កូនជោគញ៉ាំអញ្ចឹងមកនេះជោគមកលព្រាញ៉ាំសាច់ហើយជាមួយនឹងម្ទេសរៀងហឹលញ៉ាំល្ហុងសិនណាកូនឆ្ងាញ់ហ្មងល្ហុងទុននេះសាញ៉ាំល្ហុងកូននេះបងប្អូនល្ហុងរបស់យើងច្របាច់អំបិលហើយទុនហ្មងគ្រឿងមកល្មមបងប្អូនតែបងប្អូនចង់ឲ្យឆ្ងាញ់ខ្លាំងអញ្ចឹងបងប្អូនមានសណ្ដែកដីយើងរួយពីលើមកតង់ទៀតហ្នឹងណាខ្ញុំយើងកាន់តែឈ្ងុយតែខ្ញុំច្បល់ចូលឲ្យអស់ទៅគាត់បានទូសាច់ដល់លាក់ពីលើបងប្អូនណាបងប្អូនឆ្ងាញ់មែនណាអត់និយាយធូរទេឆ្ងាញ់ហ្មងញ៉ាំល្ហុងយើងចូលចិត្តហើយខ្ញុំធ្វើថ្ងៃនេះច្រើនណាពុកម៉ែបងប្អូនមកកន្លះធនដែរឥឡូវខ្ញុំចាប់ទឹកកណ្ដាលយកមកហូបហើយសារមកទៅយកឲ្យពុកម៉ែហូបដែរចាឥឡូវដែរនេះដែរពុកម៉ែបងប្អូនវីដេអូរបស់សុខាសូមចាប់តែត្រឹមហ្នឹងណាពុកម៉ែបងប្អូនហើយក៏សូមឲ្យពុកម៉ែបងប្អូនជួយ Subscribe នឹង Channel របស់សុខាមួយបងប្អូនដោយសារមានឈ្មោះថាសុខាខ្មែរ Cooking ពុកម៉ែបងប្អូនហើយបងប្អូនចង់ទស្សនាមួយទៀតចង់ចូលនៅក្នុងYouTube ផងហើយនឹង Facebook ខ្ញុំ share ចូលមានឈ្មោះថាសម្បត្តិយូណាបងប្អូនចុចលើ link ទៅអាចចូលមើលបានណាបងប្អូនហើយក៏អរគុណច្រើនពុកម៉ែបងប្អូនសូមជូនពរពុកម៉ែបងប្អូនឲ្យជួបតែសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាបងប្អូនញោមរបស់ខ្ញុំសូមចាប់តែត្រឹមនឹងឲ្យបងប្អូនឆ្ងាញ់ហ្មង